យកមិញនេះផ្ទុះហង្សាផ្អើលឈលនៅមុខក្លឹបអេកស៊ូមក្រោយពីផឹកស៊ីតោះសម្ដីគ្នាវេតបគ្នាយុវជនម្នាក់គប់ពុថៅទៅលើសមត្ថកិច្ចហើយយុវជន5នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយុវជនចំនួន5នាក់ត្រូវបានកម្លាំងសមត្ថកិច្ចពន្ធនគរបាលរដ្ឋបាលចោមចៅទី2ឃាត់ខ្លួននិងបញ្ជូនទៅសាកសួរបន្ទាប់ពីក្រុមយុវជនទាំងនេះផឹកស៊ីស្រវឹងរួមកើតមានចំនួនពាក្យសម្ដីឈានទៅដល់ការវាយប្រតាប់គ្នាទៅវិញទៅមកដែលបង្កភាពចលាចលនិងការភ្ញាក់ផ្អើលនៅមុខក្លឹបកម្សាន្តអេកស៊ូមហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 00:50 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី4ខែមិថុនាឆ្នាំ2026ដែលស្ថិតនៅតាមបណ្ដោយផ្លូវវែងស្រេងនៅក្នុងសង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាក្រុមយុវជនខាងលើបាននាំគ្នាផឹកស៊ីកម្សាន្តប៉ុន្តែក្រោយមកក៏បានកើតជាមានការឆ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកនៅទីសាធារណៈភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការអន្តរាគមន៍ដើម្បីបញ្ឈប់សកម្មភាពនិងរក្សាសណ្ដាប់ធ្នាប់សាធារណៈដែលអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅក្នុងអំឡុងពេលដែលសមត្ថកិច្ចកំពុងតែអន្តរាគមន៍ស្រាប់តែយុវជនម្នាក់នៅក្នុងចំណោមនោះបានយកពុថៅគប់សម្ដៅទៅលើសមត្ថកិច្ចដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងក្រោយមកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនយុវជនទាំង5នាក់បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី2ដើម្បីសាកសួរប្រមូលភស្តុតាងនិងចាត់ការបន្តតាមនីតិវិធីច្បាប់ករណីនេះគឺជាសាររំលឹកទៅដល់យុវជនមួយចំនួនឲ្យជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិតដែលអាចនាំឲ្យបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯងបង្កជាចំនួនអំពើហិង្សាដែលប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់ជាពិសេសការប្រព្រឹត្តសកម្មភាពប្រឆាំងឬបង្កគ្រោះថ្នាក់ទៅដល់សមត្ថកិច្ចដែលកំពុងតែបំពេញភារកិច្ចដែលជាបទល្មើសធ្ងន់ធ្ងរត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន